លោកតាចំណាំម្នាក់នេះគាត់បានដើរមករកទិញសាច់ជ្រូកចៃដន្យអីក៏គាត់បានឃើញលុយរបស់បរិសអ្នកដែលទិញសាច់ជ្រូកមុននេះបានជ្រុះគាត់ក៏រើសទៅឲ្យបរិសនោះវិញប្រាប់ថាក្មួយលុយរបស់ក្មួយគឺបានជ្រុះហើយបរិសម្នាក់នោះគាត់បានទទួលហើយក៏អរគុណទៅដល់លោកតាសូមអរគុណលោកតាក៏ប្រាប់ថាមិនអីទេក្មួយព្រោះលុយជារបស់ក្មួយទេហើយគាត់ក៏បានមកដល់តូបលក់សាច់ជ្រូកហើយក៏គាត់បានដកលុយរបស់គាត់ដែលមានចំនួនត្រឹមតែប្រហែលសេនប៉ុណ្ណោះដើម្បីទិញសាច់ជ្រូកអ្នកលក់ក៏ប្រាប់ទៅវិញថាលោកតាលុយនេះវាតិចខ្លាំងណាស់មិនអាចទិញសាច់ជ្រូកបានទេហើយលោកតាគាត់ក៏បាននិយាយទៅអ្នកលក់ថាតើក្មួយអាចជួយលក់តែបន្តិចក៏បានដែរឲ្យខ្ញុំទៅព្រោះអីខ្ញុំមិនដែលបានហូបសាច់អស់ជាច្រើនឆ្នាំមកហើយអ្នកលក់គាត់ចិត្តមិនដាច់ទេដល់ពេលអញ្ចឹងគាត់ក៏ឲ្យសាច់ជ្រូកទៅលោកតាបន្តិចទៅគាត់រំភើបត្រេកអរពន់ពេកប្រមាណព្រោះអីគាត់ខាន់ហូបសាច់ជាច្រើនឆ្នាំមកហើយបន្ទាប់មកគាត់ក៏បាននិយាយប្រាប់អ្នកលក់ដែរថាទោះបីជាគាត់លំបាកប៉ុណ្ណាក៏ដោយប៉ុន្តែគាត់មិនដែលលោភលន់សុំបីតែមួយកាក់មួយសេនពីលើអ្នកដទៃនោះទេអញ្ចឹងភាពស្មោះត្រង់នេះហើយដែលបានធ្វើឲ្យអ្នកលក់សាច់ហ្នឹងគាត់មានការរំជួលចិត្តជាខ្លាំងទឹកចិត្តរបស់គាត់ពិតជាល្អខ្លាំងមែនទែនទោះជាគាត់ក្រីក្រក៏ដោយសម្លៀកបំពាក់របស់គាត់ក៏មិនស្អាតដែរអ្នកលក់គាត់ក៏ចិត្តមិនដាច់ទេអញ្ចឹងគាត់ក៏គិតថាខាតក៏ខាតទៅថ្ងៃនេះប៉ុន្តែខ្ញុំត្រូវតែឲ្យសាច់មួយដុំធំហើយនឹងលុយមួយចំនួនជូនទៅគាត់ព្រោះលោកតាលំបាកជាងយើងហើយគាត់ជាមនុស្សចាស់ទៀតចំណែកឯយើងនេះវាលំបាកពិតមែនប៉ុន្តែយើងនៅក្មេងយ៉ាងណាក៏យើងនៅតែក្រាន់បើជាងលោកតាដែរបន្ទាប់ពីការគិតរួចរាល់របស់គាត់ហើយគាត់ក៏យកទាំងសាច់យកទាំងលុយដាក់ទៅជូនលោកតាព្រោះអីគាត់គិតថាថ្ងៃនេះខាតប៉ុន្មានក៏ខាតទៅប៉ុន្តែគាត់ទទួលបាននៅសេចក្តីរីករាយនៃការជ្រះថ្លារបស់គាត់អញ្ចឹងគាត់ក៏ជូនលោកតាហើយស្រាប់តែលោកតាថាគាត់មិនហ៊ានទទួលទេព្រោះគាត់មិនមានប្រាក់សម្រាប់ឲ្យថ្លៃសាច់នេះទេប៉ុន្តែបងស្រីក៏និយាយដែរថាមិនអីទេលោកតាសូមលោកតាទទួលយកដោយរីករាយហើយពិសាឲ្យបានឆ្ងាញ់ណាខ្ញុំមិនបានគិតប្រាក់ជូនលោកតាទេខ្ញុំជួយនេះគឺជួយចេញពីចិត្តមិនទាមទារការសងគុណអីទេលោកតាសូមឲ្យលោកតាមានសុខភាពល្អផងជីវិតគឺវាលំបាកអញ្ចឹងហើយអញ្ចឹងមកគាត់ក៏បាននិយាយជូនពរលោកតាហើយក៏ជម្រាបលាលោកតាអញ្ចឹងគាត់ក៏ផ្ដែផ្ដាំប្រាប់យើងដែរថាជីវិតគឺវាលំបាកអញ្ចឹងហើយប៉ុន្តែយើងនៅតែថែរក្សាក្តីស្រឡាញ់ហើយបន្តទៅមុខទៀត